าចិនលុបបំបត្តិភាពក្រីក្រខ្លាំងក្នុងរយៈពេល40ឆ្នាំដោយរបៀបណាសូមលោកអ្នកសាកស្រមៃមើលប្រទេសមួយដែលនៅចុងទសវត្សរ៍ឆ្នាំ1970ប្រជាជនភាគច្រើនលើសលប់រស់នៅតាមជនបទដាច់ស្រយាលមនុស្សម្នាក់ៗត្រូវខ្វល់ខ្វាយពីការរកអាហារឲ្យគ្រប់ក្រពះគ្រាន់តែមួយថ្ងៃផ្ទះសម្បែងភាគច្រើនធ្វើពីដីឥដ្ឋឬឈើប្រក់ស្លឹកតូចៗក្មេងៗគ្មានឱកាសបានរៀនសូត្រមន្ទីរពេទ្យនៅឆ្ងាយហួសកន្ទុយភ្នែកចំណែកផ្លូវធ្វើដំណើរវិញមានតែដីហុយនិងភក់ជ្រាំកាលនោះសេដ្ឋកិច្ចរបស់ប្រទេសនេះមានទំហំតូចនិងទន់ខ្សោយខ្លាំងណាស់បើប្រៀបធៀបនឹងបណ្ដាប្រទេសអភិវឌ្ឍន៍ស្ដុកស្ដំនៅលើពិភពប្រទេសចិនកាលពីជិត50ឆ្នាំមុនគឺជាប្រទេសមួយដែលហៀបនឹងដួលរលំទៅហើយបន្ទាប់ពីឆ្លងកាត់បដិវត្តន៍វប្បធម៌និងវិបត្តិផ្ទៃក្នុងដ៏ជូរចត់រួចមកប៉ុន្តែកាត់មកត្រឹមរយៈពេលប្រមាណ40ឆ្នាំក្រោយប្រទេសដដែលនោះបានហក់ឡើងមកគ្រប់គ្រងតំណែងជាមហាអំណាចសេដ្ឋកិច្ចលេខ2លើពិភពលោករោងចក្ររបស់វាបញ្ចេញទំនិញទៅផ្គត់ផ្គង់គ្រប់ទិសទីលើភពផែនដីទីក្រុងធំៗប្រែមុខមាត់ថ្មីពោពេញដោយអគារកប់ពពកផ្លូវខ្វាត់ខ្វែងរថភ្លើងល្បឿនលឿននិងបច្ចេកវិទ្យាទំនើបចុងក្រោយហើយអ្វីដែលជាអភូតហេតុធំបំផុតនោះគឺប្រទេសនេះបានព្យាយាមនឹងលើកស្ទួយប្រជាជនរបស់ខ្លួនជិត800លាននាក់ចេញពីភាពក្រីក្រតោកយ៉ាកបានសម្រេចប្រទេសនោះគ្មាននរណាក្រៅពីប្រទេសចិនឬមហាយៈចិនឡើយយោងតាមទិន្នន័យផ្លូវការរបស់ធនាគារពិភពលោកក្នុងរយៈពេលជាង40ឆ្នាំមកនេះចំនួនប្រជាជនចិនដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្រខ្លាំងតាមស្តង់ដារអន្តរជាតិបានធ្លាក់ចុះជិត800លាននាក់លេខនេះមិនមែនជារឿងលេងសើចទេវាស្មើនឹងចំនួនប្រជាជនរបស់ទ្វីបអឺរ៉ុបទាំងមូលត្រូវបានដោះលែងឲ្យមានសេរីភាពពីជីវិតអត់ឃ្លានសូម្បីតែអង្គការសហប្រជាជាតិក៏បានទទួលស្គាល់ដែរថាជោគជ័យរបស់ចិនគឺជាការរួមចំណែកដ៏ធំបំផុតចំពោះយុទ្ធនាការកាត់បន្ថយភាពក្រីក្រជាសកលនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិសំណួរដ៏ធំនោះគឺតើចិនធ្វើរឿងនេះបានដោយរបៀបណាតើវាជាសំណាងឬជាការគ្រប់គ្រងដ៏រឹងមាំរបស់រដ្ឋឬជាកម្លាំងរុញច្រាននៃទីផ្សារសេរីថ្ងៃនេះយើងនឹងមកវះកាត់មើលសាច់រឿងនេះឲ្យស៊ីជម្រៅពីដើមដល់ចប់1ចិនមុនឆ្នាំ1978ប្រទេសធំតែក្ររហាមមុននឹងយើងស្ងាយសរសើរចំពោះភាពជោគជ័យរបស់ចិនយើងត្រូវងាកមកមើលចំណុចចាប់ផ្ដើមដ៏ជូរចត់របស់ពួកគេសិននៅឆ្នាំ1978ចិនមិនទាន់ជារោងចក្រពិភពលោកដោយសពថ្ងៃនេះទេចិនគឺជាប្រទេសកសិកម្មបែបបុរាណក្របខ័ណ្ឌសេដ្ឋកិច្ចបិទជិតនិងរស់នៅដាច់ឆ្ងាយពីសហគមន៍អន្តរជាតិប្រជាជនរស់នៅតាមខេត្តទីជនបទពឹងផ្អែកលើដីស្រែចម្ការនិងការងារក្នុងសមូហភាពរដ្ឋបញ្ហាធំបំផុតគឺមនុស្សជាច្រើនមិនមែនត្រឹមតែក្រគ្មានលុយចាយទេប៉ុន្តែក្រកម្រិតត្រឹមតែអាចរស់រានមានជីវិតឬហៅថា absolute poverty ពលគឺគ្មានសូម្បីតែអាហារសម្លៀកបំពាក់និងទីជម្រកសមរម្យបើគេយកបន្ទាត់ភាពក្រីក្ររបស់ចិនក្នុងឆ្នាំ2010មកវាស់ស្ថានភាពកាលពីឆ្នាំ1978នោះគេប៉ាន់ស្មានថាមានប្រជាជនជនបទរហូតដល់ទៅ770លាននាក់ស្ថិតក្នុងភាពក្រីក្រអត្រាភាពក្រីក្រនៅជនបទកាលនោះខ្ពស់រហូតដល់ 97.5% និយាយឲ្យងាយស្ដាប់គឺក្នុងចំណោមអ្នកជនបទ100នាក់មាន97នាក់ហើយដែលជាអ្នកក្រីក្រវដ្តនៃភាពក្រីក្រនេះបានចាក់ឫសយ៉ាងជ្រៅក្នុងសង្គមគ្រួសារបើឪពុកម្ដាយក្រកូនក៏ងាយនឹងបន្តខ្សែជីវិតក្រសត់បែបនោះដែរព្រោះគ្មានសាលារៀនគ្មានប្រព័ន្ធសុខាភិបាលហើយក៏គ្មានដើមទុនសម្រាប់ពង្រីកមុខរបរអ្វីឡើយចិនមិនបានចាប់ផ្ដើមពីភាពមានបានទេប៉ុន្តែចាប់ផ្ដើមពីគំនរបំណុលហេដ្ឋារចនាសម្ព័ន្ធទ្រុឌទ្រោមនិងចំនួនប្រជាជនដ៏មហាសាលដែលកំពុងតែអត់ឃ្លាននៅក្នុងស្ថានភាពដែលប្រទេសជាតិស្ថិតក្នុងភាពងងឹតស្លុបនិងហៀបនឹងដួលរលំទៅហើយនោះបុរសខ្លាំងម្នាក់បានដើរមកបើកទ្វារផ្លាស់ប្ដូរវាសនាជាតិគាត់មានឈ្មោះថាតេងសៀវភីងកំណែទម្រង់នឹងការបើកទូលាយ Reform and Opening Up ក្រោយឆ្នាំ1978ចិនបានប្រកាសគោលនយោបាយជាប្រវត្តិសាស្ត្រមួយគឺកំណែទម្រង់នឹងការបើកទូលាយលោកតេងសៀវភីងមិនបានបោះបង់ប្រព័ន្ធសង្គមនិយមចោលឡើយប៉ុន្តែលោកបានបញ្ចូលយន្តការទីផ្សារសេរីទៅក្នុងសេដ្ឋកិច្ចដើម្បីបង្កើនប្រាក់ចំណូលគេនៅចាំបានប្រសាសន៍របស់លោកដ៏ល្បីល្បាញមួយឃ្លាថាមិនសំខាន់ថាឆ្មាខ្មៅឬឆ្មាពណ៌សាទេសំខាន់ឲ្យតែវាចាប់កណ្ដុរបានអត្ថន័យគឺគេមិនចាំបាច់ប្រកាន់មនោគមវិជ្ជាតឹងរឹងហួសហេតុពេកទេបើគោលនយោបាយណាអាចធ្វើឲ្យប្រជាជនមានបាយហូបមានជីវិតធូរធារគោលនយោបាយនោះហើយដែលត្រូវយកមកប្រើអ្នកទាំងអស់គ្នាដឹងទេការផ្លាស់ប្ដូរដំបូងបង្អស់គឺមិនមែនចាប់ផ្ដើមពីទីក្រុងធំៗនោះទេគឺចាប់ផ្ដើមពីដីស្រែជនបទនេះឯងកាលពីមុនឆ្នាំ1978ប្រព័ន្ធចាស់របស់ចិនគឺបង្ខំឲ្យកសិករធ្វើការរួមគ្នាជាក្រុមធំៗរួចហើយផលទិន្នផលទាំងអស់ត្រូវប្រគល់ជូនរដ្ឋទាំងអស់ប្រព័ន្ធបែបហ្នឹងវាធ្វើឲ្យកសិករខ្ជិលច្រអូសព្រោះពួកគេគិតថាខំប្រឹងក៏បានប៉ុណ្ណឹងមិនខំក៏បានប៉ុណ្ណឹងក៏ប៉ុន្តែក្រោយមកចិនបានដូរល្បែងភ្លាមដោយបង្កើតប្រព័ន្ធថ្មីមួយហៅថាប្រព័ន្ធទទួលខុសត្រូវគ្រួសារគឺរដ្ឋអនុញ្ញាតឲ្យកសិករម្នាក់គ្រប់គ្រងដីខ្លួនឯងបង់ចំណែកកំណត់មួយជូនរដ្ឋទៅគ្រាន់តែជាកាតព្វកិច្ចចំណែកផលស្រូវផ្លែឈើដែលនៅសល់ពីហ្នឹងគឺពួកគេមានសិទ្ធិយកទៅលក់យកលុយដាក់ហោប៉ៅខ្លួនឯងទាំងអស់ភ្លាមនោះកសិករចាប់ផ្ដើមមានកម្លាំងចិត្តខំប្រឹងបែកញើសហូរឈាមបង្កើនផលឡើងកប់ពពកនេះជាជំហានគ្រឹះទី1ដ៏ឆ្លាតវៃបំផុតរបស់ចិនគឺធ្វើឲ្យក្រពះកសិករឆ្អែតនិងមានលុយក្នុងដៃសិនមុននឹងគិតគូររឿងសង់អគារខ្ពស់ៗនៅពេលកសិករមានសេរីភាពសេដ្ឋកិច្ច
ពួកគេលែងដេកចាំតែបញ្ជារបស់រដ្ឋទៀតហើយគឺពួកគេចាប់ផ្ដើមច្នៃប្រឌិតនិងស្វែងរកវិធីបង្កើនផលដោយខ្លួនឯង 3. ពីវាលស្រែទៅកាន់រោងចក្រការបង្កើតការងារដ៏មហាសាលចិនយល់ច្បាស់ថាប្រទេសដែលមានប្រជាជនរាប់រយលាននាក់មិនអាចពឹងផ្អែកទៅលើវិស័យកសិកម្មមួយមុខដើម្បីមានបាននោះទេកសិកម្មគ្រាន់តែជួយឲ្យរស់និងមានចំណូលមូលដ្ឋានប៉ុន្តែដើម្បីមានការលោតផ្លោះផ្នែកសេដ្ឋកិច្ចឡើយចិនត្រូវការឧស្សាហកម្មនិងការនាំចេញនៅពេលដែលផលិតភាពកសិកម្មកើនឡើងវាក៏បានបង្កើតនូវកម្លាំងពលកម្មលើសតម្រូវការនៅជនបទរាប់លាននាក់ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការបដូរមកធ្វើការក្នុងវិស័យឧស្សាហកម្មដើម្បីស្រូបយកកម្លាំងពលកម្មដ៏មហាសាលនេះចិនបានបង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយមានទីក្រុងសិនជិនជាគំរូឈានមុខគេពីភូមិនេសាទតូចមួយនៅក្បែរក្រុងហុងកុងសិនជិនបានលោតផ្លោះទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យាលំដាប់ពិភពលោកក្នុងរយៈពេលមិនដល់30ឆ្នាំផងរដ្ឋបានកែសម្រួលច្បាប់វិនិយោគឲ្យមានភាពធូរស្រាលកាត់បន្ថយពន្ធនិងផ្ដល់សម្បទានដីធ្លីដើម្បីទាក់ទាញដើមទុនបរទេសមិនយូរប៉ុន្មានក្រុមហ៊ុនយក្សៗទូទាំងពិភពលោកបានសម្រុកមកបើករោងចក្រផលិតតាំងពីសម្លៀកបំពាក់ស្បែកជើងគ្រឿងប្រើប្រាស់រហូតដល់ឧបករណ៍អេឡិចត្រូនិកដ៏ស្មុគស្មាញរលកឧស្សាហកម្មនេះបានបង្កើតការងាររាប់រយលានកន្លែងមនុស្សជនបទរាប់លាននាក់ដែលធ្លាប់តែស្គាល់តែដីស្រែចាប់ផ្ដើមធ្វើចំណាក់ស្រុកចូលមកធ្វើការក្នុងក្រុងពួកគេទទួលបានប្រាក់ខែទៀងទាត់ហើយបានផ្ញើលុយទាំងនោះត្រឡប់ទៅផ្ទះវិញដើម្បីសង់ផ្ទះជួយឪពុកម្ដាយនិងបង់ថ្លៃសាលាឲ្យកូនៗចរន្តសាច់ប្រាក់ដែលហូរពីទីក្រុងទៅកាន់ជនបទនេះហើយដែលជាម៉ាស៊ីនបូមមនុស្សចេញពីភាពក្រីក្រយ៉ាងមានប្រសិទ្ធភាពបំផុត 4. បើចង់ក្លាយជាអ្នកមានត្រូវធ្វើផ្លូវមុនគេនៅក្នុងទស្សនវិជ្ជាចិនមានពាក្យស្លោកមួយឃ្លាល្បីខ្លាំងណាស់គឺបើចង់ក្លាយជាអ្នកមានត្រូវធ្វើផ្លូវមុនគេចិនបានចាក់លុយរាប់លានដុល្លារទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្សត្រង់នេះខ្ញុំចង់ពន្យល់បន្តិចថាតើផ្លូវភ្លើងនិងអ៊ីនធឺណិតវាជួយកាត់បន្ថយភាពក្រីក្រដោយរបៀបណាដំបូងគឺរឿងផ្លូវថ្នល់និងស្ពានសាកស្រមៃមើលបើភូមិមួយគ្មានផ្លូវធ្វើដំណើរកសិករទោះជាពូកែដាំដុះបន្លែផ្លែឈើឲ្យល្អយ៉ាងណាក៏ដោយក៏ពិបាកដឹកយកទៅលក់ដែរជួនកាលត្រូវរលួយខូចខាតអស់តាមផ្លូវប៉ុន្តែនៅពេលដែលរដ្ឋធ្វើផ្លូវកៅស៊ូឬផ្លូវល្បឿនលឿនតភ្ជាប់ទៅដល់ភូមិដាច់ស្រយាលវាបានធ្វើឲ្យកសិករអាចដឹកកសិផលមកដល់ទីផ្សារបានលឿនមិនបារម្ភរឿងខូចខាតហើយថែមទាំងអាចលក់បានតម្លៃខ្ពស់ជាងមុនទៀតផងបន្ទាប់មកទៀតគឺបណ្ដាញអគ្គិសនីកាលណាមានភ្លើងប្រើប្រាស់គ្រប់គ្រាន់និងមានស្ថិរភាពវាមិនត្រឹមតែផ្ដល់ពន្លឺឲ្យកូនក្មេងរៀនសូត្រពេលយប់នោះទេតែវាអនុញ្ញាតឲ្យអ្នកភូមិអាចបង្កើតអាជីវកម្មខ្នាតតូចបើកម៉ាស៊ីនកែច្នៃស្រូវអង្ករបង្កើតរោងចៀងឬចំណីអាហារនៅក្នុងសហគមន៍បានភ្លាមៗដែលជាការបង្កើតតម្លៃបន្ថែមដល់ផលិតផលរបស់ពួកគេហើយអ្វីដែលអស្ចារ្យជាងនេះទៅទៀតក្នុងយុគសម័យថ្មីគឺប្រព័ន្ធអ៊ីនធឺណិតនិង Digital ចិនបានរុញខ្សែបណ្ដាញអ៊ីនធឺណិតល្បឿនលឿននិងសង់អង់តែន 5G ទៅដល់ជនបទដាច់ស្រយាលបង្កើតទៅជាភូមិពាណិជ្ជកម្មអេឡិចត្រូនិកឬគេហៅថា Taobao Villages ឥឡូវនេះអ្នកភូមិក្រីក្រមិនបាច់ហត់ដើររកម៉ួយឬឆ្លងកាត់អ្នករត់ការកណ្ដាលជិះជាន់តម្លៃទៀតទេគឺពួកគេអាចអង្គុយ live លក់ដូរផលិតផលសហគមន៍របស់ខ្លួនទៅឲ្យមនុស្សទូទាំងប្រទេសចិនបានយ៉ាងងាយស្រួលបំផុតដូច្នេះហើយទើបខ្ញុំនិយាយថាហេដ្ឋារចនាសម្ព័ន្ធរបស់ចិនមិនមែនធ្វើឡើងដើម្បីគ្រាន់តែលម្អឲ្យស្អាតនោះទេតែវាជាប្រព័ន្ធសរសៃឈាមសេដ្ឋកិច្ចពិតៗនៅពេលផ្លូវទៅដល់ឱកាសការងារនិងពន្លឺជីវិតក៏ទៅដល់ទីនោះដែរ 5. ការអប់រំនិងសុខាភិបាលរបាំងរាំងកុំឲ្យប្រជាជនធ្លាក់ខ្លួនក្រវិញរឿងមួយទៀតដែលយើងត្រូវដឹងគឺភាពក្រីក្រមិនមែនរលាយបាត់ជារៀងរហូតដោយសារតែយើងដើរចែកលុយឬអំណោយពួកគេមួយពេលនោះទេសាកស្រមៃមើលបើកូននៅតែមិនបានរៀនសូត្រឬក៏ថ្ងៃណាមួយមានសមាជិកគ្រួសារម្នាក់ធ្លាក់ខ្លួនឈឺធ្ងន់នោះគ្រួសារនឹងត្រូវបង្ខំចិត្តលក់ដីលក់គោឬចងការប្រាក់គេដើម្បីយកលុយមកព្យាបាលមិនខានចុងក្រោយគឺធ្លាក់ខ្លួនក្រដដែលបញ្ហានេះត្រូវបានគេហៅថាភាពក្រីក្រដែលបង្កឡើងដោយជំងឺចំណុចនេះហើយដែលចិនមើលឃើញធ្លុះពួកគេក៏បានដាក់បញ្ចូលការអប់រំកាតព្វកិច្ច9ឆ្នាំនិងការពង្រីករបបគាំពារសុខភាពជនបទទៅជាយុទ្ធសាស្ត្រស្នូលតែម្ដងគោលបំណងគឺងាយស្រួលយល់បំផុតទី1គឺដើម្បីធានាថាកូនអ្នកក្រមានចំណេះដឹងមានជំនាញច្បាស់លាស់មិនមែនដឹងតែពីធ្វើស្រែមួយមុខនោះទេគឺពួកគេអាចដើរចេញពីស្រែមកប្រកួតប្រជែងរកការងារល្អៗធ្វើនៅក្នុងក្រុងឬវិស័យបច្ចេកវិទ្យាបានការវិនិយោគលើធនធានមនុស្សបែបនេះគឺជាការកាត់ផ្តាច់ឫសគល់នៃភាពក្រីក្រមិនឲ្យបន្តទៅជំនាន់ក្រោយទី2គឺការបង្កើតប្រព័ន្ធធានារ៉ាប់រងសុខភាពជនបទដើម្បីធ្វើជារបាំងការពារមិនឲ្យគ្រួសារនីមួយៗត្រូវធ្លាក់ខ្លួនក្រជារក្សាសារជាថ្មីគ្រាន់តែដោយសារតែថ្លៃព្យាបាលជំងឺនោះឡើយនៅពេលប្រជាជនមានអារម្មណ៍ថាមានសុវត្ថិភាពផ្នែកសុខភាពនិងការអប់រំពួកគេក៏ហ៊ានយកលុយដែលសន្សំបានទៅវិនិយោគលើអាជីវកម្មផ្សេងៗដែលជួយជំរុញសេដ្ឋកិច្ចគ្រួសារឲ្យកាន់តែរីកចម្រើន 6. ការផ្លាស់ប្ដូរទីក្រុង Urbanization ជួយបង្កើតជីវិតថ្មីកម្លាំងរុញច្រានដ៏ធំមួយទៀតរបស់ចិនគឺការផ្លាស់ប្ដូរពីជនបទទៅទីក្រុងឬហៅថា Urbanization នៅចុងទសវត្សរ៍ឆ្នាំ1970ប្រជាជនចិនប្រហែល 80% រស់នៅជនបទប៉ុន្តែសប្តាហ៍ថ្ងៃនេះ
ចំនួនប្រជាជនរស់នៅទីក្រុងបានហក់ឡើងជិត 65% ទៅហើយនៅពេលសេដ្ឋកិច្ចចិនលូតលាស់ខ្លាំងវិស័យសំណង់រោងចក្រហាងលក់ទំនិញភោជនីយដ្ឋាននិងក្រុមហ៊ុនដឹកជញ្ជូនត្រូវការកម្លាំងពលកម្មរាប់លាននាក់នេះបានបង្កើតជារលកចំណាក់ស្រុកដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិមនុស្សដែលធ្លាប់តែរស់ពឹងលើដីស្រែតូចមួយកន្លែងដែលចំណូលអាស្រ័យលើទឹកភ្លៀងបានចាប់ផ្ដើមប្ដូរមកមានប្រាក់ខែទៀងទាត់នៅក្នុងទីក្រុងលុយទាំងនោះត្រូវបានផ្ញើត្រឡប់ទៅស្រុកកំណើតដើម្បីសាងសង់ផ្ទះថ្មីជួយសម្រាលបន្ទុកគ្រួសារនិងជួយជំរុញការចំណាយក្នុងស្រុកថែមទៀតទន្ទឹមនឹងនេះទីក្រុងដែលរីកធំឡើងក៏បានក្លាយជាទីផ្សារដ៏មានសក្តានុពលកាលណាប្រជាជនមានចំណូលកាន់តែខ្ពស់ពួកគេចាប់ផ្ដើមទិញផ្ទះទិញឡានទិញទូរស័ព្ទនិងប្រើប្រាស់សេវាកម្មផ្សេងៗការចំណាយដ៏មហាសាលនេះបានក្លាយជាកង់វិលជុំនៃសេដ្ឋកិច្ចនិងបង្កើតការងារថ្មីៗរាប់លានកន្លែងបន្ថែមទៀតពិតណាស់ដំណើរការនេះមិនមែនល្អឥតខ្ចោះទាំងអស់ទេព្រោះកម្មករចំណាក់ស្រុកដំបូងត្រូវប្រឈមនឹងការងារធ្ងន់ម៉ោងធ្វើការយូរនិងបញ្ហាសិទ្ធិរស់នៅប៉ុន្តែបើនិយាយពីការវាយលុកភាពក្រីក្រខ្លាំងវាបានធ្វើឲ្យមនុស្សរាប់លានអ្នកផ្លាស់ប្ដូរវាសនាខ្លួនឯងដើរចូលទៅក្នុងវដ្តសេដ្ឋកិច្ចដែលបង្កើតប្រាក់ចំណូលជាប្រចាំ 7. Targeted Poverty Alleviation យុទ្ធនាការចុងក្រោយក្រោមយុគសម័យស៊ីជីនភីងបើលោកតេងសៀវភីងជាអ្នកបញ្ឆេះម៉ាស៊ីនសេដ្ឋកិច្ចនោះលោកស៊ីជីនភីងគឺជាមេដឹកនាំដែលបានរុញយុទ្ធនាការលុបបំបាត់ភាពក្រីក្រនេះទៅដល់បន្ទាត់ទីព្រ័ត្រនៅដើមទសវត្សរ៍ឆ្នាំ2010ចិនមានការរីកចម្រើនខ្លាំងណាស់ទៅហើយប៉ុន្តែនៅតែមានសំណល់នៃអ្នកក្រីក្រដែលរស់នៅតាមតំបន់ភ្នំខ្ពស់ៗដាច់ស្រយាលឬតំបន់ជនជាតិភាគតិចមនុស្សក្រុមចុងក្រោយនេះគឺជាឆ្អឹងទទឹងកដែលពិបាកជួយបំផុតព្រោះពួកគេមិនទទួលបានផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចទូទៅនោះទេនៅក្រោមយុទ្ធសាស្ត្រការកាត់បន្ថយភាពក្រីក្រចំគោលដៅដែលប្រកាសដោយលោកស៊ីជីនភីងគឺរដ្ឋលែងប្រើយុទ្ធសាស្ត្រចាក់លុយជារួមទៀតហើយតែពួកគេបានបញ្ជូនមន្ត្រីរាប់លាននាក់រួមទាំងនិស្សិតទើបបញ្ចប់ការសិក្សានិងកម្មាភិបាលបកចុះទៅរស់នៅជាមួយអ្នកភូមិគោះទ្វារផ្ទះអ្នកក្រម្ដងមួយខ្នងដើម្បីវាយតម្លៃជាក់ស្ដែងនិងសួរសំណួរថាតើគ្រួសារនេះក្រដោយសារអ្វីមន្ត្រីម្នាក់ត្រូវទទួលខុសត្រូវលើគ្រួសារក្រីក្រជាក់លាក់ហើយបើជួយពួកគេឲ្យចាក់ចេញពីភាពក្រីក្រមិនបានទេគឺមន្ត្រីនោះនឹងមិនអាចឡើងតំណែងបានឡើយដំណោះស្រាយគឺត្រូវបានធ្វើឡើងទៅតាមស្ថានភាពជាក់ស្ដែងឧទាហរណ៍បើពិនិត្យឃើញថាគ្រួសារនឹងក្រដោយសារតែគ្មានការងារធ្វើគឺរដ្ឋនឹងរកការងារឲ្យឬបណ្ដុះបណ្ដាលជំនាញបច្ចេកទេសឲ្យភ្លាមតែបើពិនិត្យឃើញថាភូមិឋានរបស់អ្នកភូមិស្ថិតក្នុងតំបន់ភ្នំខ្ពស់ហួតហែងខ្លាំងធ្វើស្រែមិនកើតផ្លូវក៏ធ្វើទៅមិនដល់គឺរដ្ឋលេងធေါ်ក្តៅតែម្ដងដោយធ្វើការផ្លាស់ទីលំនៅភូមិទាំងមូលជំនះប្រជាជនរាប់លានអ្នកមកសង់ផ្ទះថ្មីឲ្យនៅកន្លែងដែលមានផ្លូវមានទឹកមានភ្លើងមានសាលារៀននិងមានរោងចក្រនៅក្បែរនោះតែម្ដងចំណែកគ្រួសារណាដែលមានគំនិតចង់រកស៊ីតែខ្វះទុនរដ្ឋក៏មានកញ្ចប់កម្ចីខ្នាតតូចដែលគ្មានការប្រាក់ឲ្យថែមទៀតផងដំណោះស្រាយចំគោលដៅនិងការដាក់គំនាបលើមន្ត្រីមូលដ្ឋានបែបនឹងហើយទើបធ្វើឲ្យចិនអាចដោះស្រាយបញ្ហាអ្នកក្រីក្រក្រុមចុងក្រោយបានជោគជ័យជាលទ្ធផលនៅចុងឆ្នាំ2020ចិនបានប្រកាសជាផ្លូវការថាខ្លួនបានលើកប្រជាជនជនបទក្រីក្រចុងក្រោយប្រមាណ99លាននាក់ចេញពីភាពក្រីក្រដាច់ខាតដោយស្រុកក្រីក្រទាំង832ស្រុកនិងភូមិក្រីក្រចំនួន 130,000 ភូមិត្រូវបានដកចេញពីបញ្ជីខ្មៅនៃភាពក្រីក្រជាស្ថាពរ 8. តើរដ្ឋខ្លាំងឬទីផ្សារសេរីខ្លាំងត្រង់ចំណុចនេះមនុស្សជាច្រើនតែងតែជជែកវែកញែកគ្នាថាតើចិនជោគជ័យដោយសារតែប្រព័ន្ធទីផ្សារសេរីឬដោយសារតែការដឹកនាំរបស់រដ្ឋអំណាចមជ្ឈិមចម្លើយពិតប្រាកដគឺការផ្សំគ្នាយ៉ាងឥតខ្ចោះនៃកម្លាំងទាំងពីរដែលចិនឲ្យឈ្មោះថាសង្គមនិយមដែលមានលក្ខណៈពិសេសរបស់ចិនបើគ្មានទីផ្សារសេរីចិនមិនអាចបង្កើតការងាររាប់រយលានកន្លែងមិនអាចបង្កើតភាពច្នៃប្រឌិតនិងមិនអាចតាក់ទាញលុយរាប់លានពីបរទេសបានទេទីផ្សារសេរីគឺជាម៉ាស៊ីនបង្កើតទ្រព្យសម្បត្តិប៉ុន្តែបើគ្មានរដ្ឋអំណាចខ្លាំងនិងមានឯកភាពទេនោះចិនក៏មិនអាចបញ្ជាទម្លាក់ធនធានទៅកាន់តំបន់ដាច់ស្រយាលសង់ស្ពានឆ្លងកាត់ភ្នំខ្ពស់ឬដាក់សម្ពាធលើមន្ត្រីមូលដ្ឋានឲ្យធ្វើការតតែសម្រេចគោលដៅនោះដែររដ្ឋគឺជាអ្នកបែងចែកទ្រព្យសម្បត្តិឲ្យមានសមធម៌ត្រង់នេះវាជាមេរៀនធំណាស់សម្រាប់ប្រទេសកំពុងអភិវឌ្ឍទូទាំងពិភពលោកការកាត់បន្ថយភាពក្រីក្រវ៉ាមិនអាចធ្វើទៅបានទេបើសេដ្ឋកិច្ចមិនលូតលាស់ប៉ុន្តែទោះបីជាសេដ្ឋកិច្ចលូតលាស់យ៉ាងណាក៏ដោយក៏វាមិនប្រកាសថាអ្នកក្រទទួលបានផលដែរបើរដ្ឋមិនលូកដៃរុញឱកាសនិងធនធានទៅឲ្យពួកគេចិនបានរកឃើញចំណុចកណ្ដាលមួយគឺបើកដៃឲ្យទីផ្សាររត់យ៉ាងលឿនដើម្បីបង្កើតលុយប៉ុន្តែមានរដ្ឋចាំកាន់ចង្កូតតម្រង់ទិសដៅធំដើម្បីកុំឲ្យអ្នកក្រនិងអ្នកទុនខ្សោយត្រូវបានគេបោះបង់ចោលតារ៉ា4ផ្នែកខ្មៅងងឹតនិងការពិតដែលត្រូវដឹងទោះជាយ៉ាងណាក៏ដោយនៅក្នុងវីដេអូនេះយើងមិនមែននិយាយតែពីចំណុចល្អនិងភាពជោគជ័យនោះទេយើងត្រូវជជែកគ្នាដោយភាពត្រឹមត្រូវនិងតថភាពជាក់ស្ដែងពាក្យថាលុបបំបាត់ភាពក្រីក្រខ្លាំងឬភាពក្រីក្រដាច់ខាតមិនមែនមានន័យថាប្រជាជនចិនគ្រប់គ្នាខ្លាចជាអ្នកមានស្ដុកស្ដំនោះទេវារង្វាស់ផ្អែកលើស្តង់ដារជាតិរបស់ចិនដែលវាស់វែងថាមនុស្សម្នាក់លែងខ្វះខាតអាហារនិងសម្លៀកបំពាក់មានផ្ទះមានសុវត្ថិភាពមានការអប់រំនិងមានគ្រូពេទ្យព្យាបាល
ប៉ុន្តែយោងតាមទិន្នន័យធនាគារពិភពលោកគិតត្រឹមឆ្នាំ2024ដល់ឆ្នាំ2026នេះនៅមានប្រជាជនចិនប្រហែល 15.2% ដែលនៅតែរស់នៅក្រោមបន្ទាត់6ចិត្ត$85ក្នុងមួយថ្ងៃដែលជារង្វាស់ស្តង់ដារសម្រាប់ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់មនុស្សក្រុមនេះលែងអត់ឃ្លានលែងក្រីក្រខ្លាំងទៀតហើយប៉ុន្តែជីវភាពរបស់ពួកគេនៅតែស្ថិតក្នុងស្ថានភាពតឹងតែងងាយនឹងរងគ្រោះនិងត្រូវប្រឈមមុខនឹងបញ្ហាថ្មីៗជាច្រើនទៀតបញ្ហាប្រឈមធំបំផុតរបស់ចិននៅពេលនេះគឺគម្លាតប្រាក់ចំណូលដ៏ធំរវាងអ្នកទីក្រុងដែលរស់នៅតាមតំបន់មាត់សមុទ្រដ៏ធូរធារនិងអ្នកជនបទដែលរស់នៅតំបន់ចំកណ្ដាលប្រទេសក្រៅពីនេះតម្លៃផ្ទះសម្បែងឡើងថ្លៃកប់ពពកការចំណាយលើការចិញ្ចឹមកូនខ្ពស់និងការប្រកួតប្រជែងការងារយ៉ាងខ្លាំងក្លានៅក្នុងទីក្រុងកំពុងបង្កើតជាសម្ពាធសង្គមដ៏ធំមួយលើស្រទាប់យុវជនចិនជំនាន់ក្រោយរហូតដល់បង្កើតឲ្យមានវប្បធម៌ដេកស្តុកស្ដឹងឬ Tangping ដែលយុវជនលែងចង់ខំប្រឹងប្រែងព្រោះហត់នឿយនឹងប្រព័ន្ធសង្គមចិនបានដើរចេញពីដំណាក់កាលអត់ឃ្លានបានជោគជ័យប៉ុន្តែការកសាងសង្គមមួយដែលមានភាពមានបានរួមគ្នាឬ Common Prosperity គឺជាការប្រកួតដ៏ស្មុគស្មាញនិងលំបាកជាងមុនទៅទៀតមេរៀនសម្រាប់ពិភពលោកជាចុងក្រោយរឿងរ៉ាវរបស់ប្រទេសចិនបានបង្ហាញឲ្យពិភពលោកឃើញថាភាពក្រីក្រមិនមែនជាជោគវាសនាប្រទេសមួយដែលធ្លាប់តែក្រខ្សត់ធ្លាប់តែឆ្លងកាត់ការអត់ឃ្លានរហូតដល់មានមនុស្សស្លាប់រាប់លាននាក់ក៏អាចផ្លាស់ប្ដូរវាសនារបស់ប្រជាជនខ្លួនបានដែរបើមានគោលនយោបាយវែងឆ្ងាយនិងការអនុវត្តជាក់ស្ដែងចិនអាចលើកស្ទួយមនុស្សជិត800លាននាក់ចេញពីភាពក្រីក្រខ្លាំងក្នុងរយៈពេល40ឆ្នាំមិនមែនដោយសារមន្តអាគមឬការបន់ស្រន់ទេប៉ុន្តែវាជាលទ្ធផលនៃការរៀបចំផែនការរយៈពេលវែងការរក្សាកំណើនសេដ្ឋកិច្ចការបង្កើតការងារវិនិយោគលើមនុស្សនិងការបដិញ្ញាចិត្តផ្នែកនយោបាយយ៉ាងម៉ឺងម៉ាត់មេរៀនដ៏ធំបំផុតពីចិនគឺការលុបបំបាត់ភាពក្រីក្រពិតប្រាកដមិនមែនជាការដើរចែកលុយឬផ្ដល់ជំនួយឲ្យចប់មួយថ្ងៃនោះទេវាគឺការបង្កើតប្រព័ន្ធមួយដែលផ្ដល់ឱកាសឲ្យមនុស្សអាចរកស៊ីអាចធ្វើការអាចរៀនសូត្រនិងអាចព្យាបាលជំងឺបានដោយសមធម៌នៅពេលដែលអ្នកបង្កើតឱកាសនិងផ្លូវដើរឲ្យប្រជាជនពួកគេនឹងដើរចេញពីភាពក្រីក្រដោយកម្លាំងផ្ទាល់ខ្លួនរបស់ពួកគេហើយនេះហើយជាមូលហេតុដែលទំព័រប្រវត្តិសាស្ត្រ40ឆ្នាំរបស់ចិនត្រូវបានចារឹកទុកជាករណីសិក្សាដ៏ធំបំផុតមួយក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្ររបស់មនុស្សជាតិ